វត្តសំរោងក្នុងគឺជាអារាមដ៏ចំណាស់មួយក្នុងបណ្ដាវត្តដែលមានភាពចំណាស់ជាងគេនានានៅក្នុងខេត្តបាត់ដំបងយោងទៅតាមសម្ដីព្រឹទ្ធាចារ្យប៉បានមានប្រសាសន៍ថាវត្តសំរោងក្នុងកសាងនៅក្នុងឆ្នាំជូតសម្រិទ្ធស័កពុទ្ធសករាជ2550និងគ្រិស្តសករាជ1707ព្រះវិហារចាស់វត្តសំរោងក្នុងសប្តាហ៍ថ្ងៃសាងសង់នៅក្នុងគ្រិស្តសករាជ1890ដើម្បីជំនួសវិហារចាស់ពីមុនដែលសាងសង់អំពីឈើសុទ្ធដោយលោកម្ចាស់កថាថនណងព្រះវិហារនេះសាងសង់ដោយទ្រព្យធនលោកម្ចាស់នាយព្រះឃ្លាំងម៉ៅនិងលោកជំទាវហ៊ីងដែលត្រូវជាឪពុកក្មេកលោកម្ចាស់កថាថនឈុំស្ដេចក្រាញ់ចុងក្រោយនៃខេត្តបាត់ដំបងប្រាសាទវត្តសំរោងក្នុងចាប់ផ្ដើមសាងសង់ឡើងនៅក្នុងគ្រិស្តសករាជ1887ដោយព្រះគ្រូមុនីវិសុទ្ធវង្សរាជាថ្នាក់គណៈចត្វានិងជាព្រះចៅអធិការទី7នៃវត្តសំរោងក្នុងគោលបំណងតម្កល់ព្រះធាតុព្រះគ្រូចៅអធិការ6អង្គមុនបច្ចុប្បន្ននេះវត្តសំរោងក្នុងក្លាយទៅជាតំបន់ទេសចរប្រវត្តិសាស្ត្រមួយដ៏សំខាន់នៅក្នុងខេត្តបាត់ដំបង